បាទសម្រាប់បងប្អូនដែលមិនតន់ចេះអេដវីសាការចូលទៅក្នុង account PayPal ណាកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំជួយ like ជួយ share និង comment អ្នកមួយផងដើម្បីបានទទួលវីដេអូថ្មីពីចំណេះដឹង MMO ជាមួយខ្ញុំទាំងអស់គ្នាបាទហើយក្នុងការអេដវីសាការយើងនេះវាអត់ពិបាកទេបងប្អូនគ្រាន់តែបង្កើត PayPal ហើយបងប្អូនអេដចូលទៅហើយឥឡូវកុំឲ្យខាតពេលយូរបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំបន្តទៅមុខទៀតបងប្អូនតោះតាមដានទាំងអស់គ្នាបាទដើម្បីយើងអាចវិសាការចូលហើយយើងចូលក្នុង PayPal របស់យើងបងប្អូនចូលក្នុងពាក្យ PayPal មកបាទតទៅពីយើងចូលនៅពាក្យ PayPal យើងរងចាំបន្តិចហើយដើម្បីយើងអាចវិសាការយើងចូលឲ្យពិបាកទេបងប្អូនត្រូវតែបង្កើតវិសាការទុកឲ្យរួចរាល់អញ្ចឹងណាដើម្បីយើងអាចបញ្ចូលទៅបងប្អូនដោយសារខ្ញុំថតទូរស័ព្ទដែរដោយសារខ្លាចយើង screenshot ទៅវាអត់ជាប់ទៅនៃបងប្អូនអញ្ចឹងណាអញ្ចឹងយើងដើម្បីអាចយើងត្រូវមានវិសាការជាមួយធនាគារ ABA ក៏បានធនាគារ AC ក៏បានធនាគារស្ថាបនាក៏បានធនាគារ Pin ក៏បានដែរហើយបងប្អូនបង្កើតកាតសិប្បនិមិត្តនៅក្នុងទូរស័ព្ទក៏បានដែរបើសិនជាអាចបងប្អូនទៅបង្កើតកាតស៊ីមទៅបងប្អូនទៅស្នើសុំជាមួយធនាគារទៅដើម្បីបានការវិសាការស៊ីមអញ្ចឹងយើងស្រួលអញ្ចឹងណាហើយឥឡូវយើងតមកយើងចូលកន្លែង trade 3នេះបងប្អូនយើងចូលកន្លែង trade 3នេះមកបាទយើងចូលកន្លែង trade 3នេះហើយបងប្អូនចុចពាក្យលើពាក្យយើងមើលទៅយើងអូសយើងយកពាក្យថា wallet នេះយើងយកពាក្យថា wallet ហ្នឹងមកដើម្បីយើង add card បាទនេះបងប្អូនយើងចូលពាក្យ wallet ហើយបើឃើញបងប្អូនឃើញកន្លែងនេះយើង add card នេះ add new យើងចូលពាក្យ add card មកបងប្អូនចុចកន្លែង add card ហ្នឹងមកបាទហើយវាចេញ2G បងប្អូនវាមានខាងលើ bank ខាងក្រោម debit credit card អញ្ចឹងបងប្អូនយកខាងក្រោមមកបងប្អូនបើយកខាងលើទេយើងយកខាងក្រោមណាបាទបន្ទាប់យកខាងក្រោមវាសួរយើងថាយើងចង់ screen card ឬក៏វាយចូលអញ្ចឹងយើងបើនេះយើងយកខាងក្រោមបងប្អូនយើងវាយលេខកាតយើងចូលទៅបាទហើយនេះវាទាមទារ password អញ្ចឹងខ្ញុំសូមវាយ password ឲ្យបងប្អូនវាយ password រួចរាល់បងប្អូនចុចពាក្យថា login មក login វាបញ្ចូលបងប្អូនហើយយើងរងចាំបន្តិចនេះពេលយើង login ចូលរួចរាល់វាចេញមកបែបនេះបងប្អូនឃើញទេខាងលើយើងវាយលេខកាតយើងមកខាងនេះយើងវាយថ្ងៃខែកាតយើងមកហើយខាងនេះយើងដាក់ CFV យើងមកអញ្ចឹងខ្ញុំសូមបំពេញតិចបងប្អូនណាដល់ពេលបងប្អូនវាយរួចរាល់អញ្ចឹងបងប្អូនយកពាក្យថា link card យកពាក្យថា link card បងប្អូនបាទអញ្ចឹងកាតយើង link រួចរាល់យើងចុចពាក្យថា continue ទៅយើងចុចពាក្យថាយើង save វាទុកមកបងប្អូនយើង save វាទុកមកណាបាទឥឡូវយើង add card រួចរាល់ហើយអញ្ចឹងវីដេអូ add card របស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនមានចម្ងល់អាចសួរខ្ញុំបន្ថែមទៀតបានអរគុណច្រើន